វីដេអូមួយនេះខ្ញុំនឹងអួតពីប្រេងម៉ាស៊ីន Nomad តែម្ដងបងប្អូនអរគ្នាមូលហេតុដែលខ្ញុំចង់អួតគឺដោយសារតែខ្ញុំចង់ប្រាប់បងប្អូនអរគ្នាថាប្រេងម៉ាស៊ីន Nomad គឺតម្លៃធូរថ្លៃជាងប្រេងដែលមានគុណភាពប្រហែលគ្នាគឺខុសគ្នាពាក់កណ្ដាលនោះបងប្អូនអរគ្នាហើយសម្រាប់បងប្អូនអរគ្នាដែលកំពុងតែប្រើប្រាស់រថយន្តប្រើប្រាស់ម៉ូតូប្រើប្រាស់ប្រភេទ heavy duty ដូចជា excavator កប៉ាល់ធំឬក៏រោងចក្រតកអីហ្នឹងគឺអាចងាកមកប្រើប្រេង Nomad បានហើយពីព្រោះប្រេង Nomad ឥឡូវគឺយើងមាន stock ទាំងអស់តែម្ដងហើយឥឡូវនេះខ្ញុំមកអួតពីប្រវត្តិរបស់ប្រេងម៉ាស៊ីន Nomad នេះបន្តិចបងប្អូនអរគ្នាប្រេងម៉ាស៊ីន Nomad មានប្រវត្តិជាង30ឆ្នាំហើយនៅក្នុងប្រទេសអារ៉ាប់នៅក្នុងទីក្រុងឌូបៃតែម្ដងដោយសារតែប្រទេសនេះគឺជាប្រទេសសម្បូរប្រេងដូច្នេះហើយគាត់ក៏បាន cooperate គ្នាជាមួយនឹងក្រុមហ៊ុនបារាំងដែលពេលនោះគឺ expert របស់ប្រេងម៉ាស៊ីន Nomad ដែលហៅថាជំនាញនោះគឺផលិតប្រេងហ្វ្រាំងបងប្អូនអរគ្នាមកទល់រាល់ថ្ងៃនេះក្រុមហ៊ុនធំជាច្រើនដែលបងប្អូនអរគ្នាធ្លាប់ស្គាល់ហ្នឹងគឺត្រូវបានផលិតប្រេងហ្វ្រាំងនៅ Nomad ទាំងអស់បងប្អូនអរគ្នាដូច្នេះហើយបានខ្ញុំចង់បញ្ជាក់ថាចុះវាពាក់ព័ន្ធអីនឹងគុណភាពចំពោះប្រេងម៉ាស៊ីន Nomad នេះបងប្អូនអរគ្នានៅពេលដែលចុងឆ្នាំ2016ក្រុមហ៊ុនក៏បានបំបែកជាមួយនឹងក្រុមហ៊ុនមួយដែលមានឈ្មោះថា Nomad ដែលពីមុនមកប្រេងម៉ាស៊ីននេះគឺមានឈ្មោះថា Oscar បងប្អូនអរគ្នាហើយពេលដែលបំបែកភ្លាមគឺគេតម្លើងរោងចក្រថ្មីដែលជាបច្ចេកវិទ្យាចុងក្រោយតែម្ដងនៅក្នុងការផលិតប្រេងគឺរោងចក្រថ្មីដែលខ្ញុំធ្លាប់ធ្វើបទបង្ហាញហ្នឹងបងប្អូនអរគ្នាហើយពាក្យថា Nomad គឺមានន័យថាពនាចរប្រែមកជាភាសាខ្មែរយើងពនាចរគឺមានន័យថាការធ្វើដំណើរទៅមុខឥតឈប់ឈរហើយក៏គេបានជ្រើសរើសជាមួយនឹងរូបក្តាន់នេះដែលមានន័យថារឹងមាំមិនចាញ់ជាមួយនឹងអាកាសធាតុមិនចាញ់ជាមួយនឹងគេហៅថាអាកាសធាតុផ្សេងៗត្រជាក់ក្តៅអីគឺក្តាន់អាចស៊ូបានទាំងអស់ដូច្នេះហើយក៏ប្រេង Nomad គឺដាក់រូបក្តាន់ជានិមិត្តសញ្ញាហើយមិនថាកណ្ដុងរបស់ Nomad ទាំងអស់គឺមានរូបសញ្ញាក្តាន់នេះទាំងអស់បងប្អូនអរគ្នាឃើញទេបាទរូបសញ្ញាក្តាន់អូខេដូច្នេះហើយបានជាប្រេងនេះក៏បានមកដល់ប្រទេសកម្ពុជាយើងហើយពេលដែលមកដល់ភ្លាមហ្នឹងគឺគេក៏បានជ្រើសរើសខ្ញុំឲ្យទៅទស្សនកិច្ចនៅក្នុងទីក្រុងឌូបៃនោះគឺជាលើកដំបូងរបស់ខ្ញុំហើយដែលខ្ញុំបានទៅទីក្រុងឌូបៃក៏ដោយសារតែប្រេង Nomad ហើយខ្ញុំក៏បានទៅឃើញរោងចក្រនៅក្នុងការផលិតប្រេងហេតុអីបានគេចម្រាញ់ប្រេងមកដើម្បីធ្វើប្រេងម៉ាស៊ីនបានគេត្រូវការអីគេខ្លះនៅពេលនោះគឺខ្ញុំបានស្វែងយល់ពីប្រេងច្រើនមែនទែនលើកទី1ស្វែងយល់អត់ទាល់អស់ទេលើកទី2ខ្ញុំក៏ត្រឡប់ទៅឌូបៃម្ដងទៀតដែលបានតេស្តជាមួយនឹងប្រភេទ Supercar ដែលបានចាក់ប្រេង Nomad តេស្តជាមួយនឹង Yacht ដែលបានប្រើប្រាស់ជាមួយនឹងប្រេង Nomad ផងដែរចំពោះប្រេងម៉ាស៊ីននឹងផងដែរខ្ញុំក៏ចង់ប្រាប់បងប្អូនទាំងអស់គ្នាថាគឺជាប្រេងមួយដែលមានតម្លៃធូរថ្លៃមែនទែនហើយនៅពេលដែលខ្ញុំបានទៅដល់ lab បានខ្ញុំដឹងថាការផលិតប្រេងគឺយើងត្រូវការ lab គេថាកន្លែង lab នឹងបន្ទប់ពិសោធន៍ប្រែមកជាភាសាខ្មែរដើម្បីធ្វើការតេស្តជាប្រចាំយើងចង់ដឹងថាតើគុណភាពប្រេងដែលយើងផលិតមកវាល្អកម្រិតណាវាប្រើការកើតអត់គឺត្រូវការតេស្តជាប្រចាំនៅពេលដែលតេស្តជាប្រចាំនោះហើយធ្វើឲ្យខ្ញុំស្វែងយល់ថាការផលិតប្រេងមួយគឺសំខាន់គឺ ingredient របស់ប្រេងគឺគ្រឿងផ្សំរបស់ប្រេងដែលជាពិសេសគឺតំបន់ tropic ដូចយើងនេះគឺត្រូវការក្តៅហើយសើមអញ្ចឹងប្រេងម៉ាស៊ីន Nomad ដែលយើងផលិតមកសម្រាប់តំបន់ tropic នេះគឺមានការពេញនិយមខ្លាំងមែនទែនអញ្ចឹងមូលហេតុនេះហើយបានជាខ្ញុំមកអួតថ្ងៃនេះគឺចង់ប្រាប់បងប្អូនអរគ្នាថាបើនិយាយពីគុណភាពរបស់ប្រេងនេះយើងអាចទុកចិត្តបានហ្មងហើយបើនិយាយពីតម្លៃរបស់ប្រេងនេះគឺធូរថ្លៃហ្មងបើនិយាយពីសេវាកម្មវិញសម្រាប់បងដេប៉ូគឺពួកយើងកំពុងតែបើកឱកាសហ្មងបងដែលជាយានដ្ឋានចង់យកប្រេងនេះទៅលក់បងដែលជាដេប៉ូក៏អាចយកទៅលក់បានបងដែលគាត់ជាជាងម៉ូតូក៏អាចយកប្រេងនេះទៅលក់បានគឺតាក់ទងតាមរយៈ Pig Nomad Cambodia ហើយមួយទៀតដំណឹងល្អមែនទែនសម្រាប់បងដែលគាត់ប្រើប្រាស់ excavator ឡានដឹកដីប្រភេទរោងចក្រតកឬក៏ជាប្រភេទដែលត្រូវការប្រើប្រេងច្រើនហ្នឹងគឺអាចតាក់ទងមក Nomad ដូចគ្នាគឺយើងនឹងលក់ជូនតម្លៃពិសេសជូនដើម្បីបានចែកគ្នាសាក់លបងអូខេចំពោះវីដេអូនេះផងដែរខ្ញុំគិតថាប្រេងម៉ាស៊ីន Nomad គឺជាប្រេងមួយដែលល្អហើយខ្ញុំក៏បានតេស្តដែរហើយខ្ញុំ recommend ដល់បងប្អូនអរគ្នាដែលប្រើប្រាស់ម៉ូតូឬក៏ប្រើប្រាស់រថយន្តយ៉ាងហោចណាស់ក៏សាកល្បងឲ្យបានម្ដងដែរបងប្អូនអរគ្នាណាអូខេគ្រប់ជូនពរបងប្អូនអរគ្នានឹងជំរាបលាបាយបាយ